សួស្តីបងប្អូនអ្នកនរគ្នាថ្ងៃនេះមានលើយកភាគ4មកសម្រាប់ជជុំបងប្អូនទស្សនាទាំងអស់គ្នាណាហើយផ្ដើមនៅភាគនេះយើងឃើញថាជួជីនជាបានមកហៅរឿងទូស្រីយើងទៀតហើយដែលលើកនេះយើងបានយកក្លែថានាងយករបស់ញ៉ាំមកឲ្យទូស្រីរបស់យើងតែទូស្រីរបស់យើងឆ្លាតក៏បាននិយាយថាឯងយកមកក្នុងបំណងអីតិចលោនៅក្នុងអាហាររបស់ឯងនេះមានថ្នាំពុលទៅព្រមនោះជួជីនយកក៏បានយកស៊ុបនេះមកហត់ភ្លាមដើម្បីបញ្ជាក់ថានៅក្នុងស៊ុបនេះវាគ្មានថ្នាំពុលនោះទេហើយនាងក៏បាននិយាយទៀតថាបងស្រីឲ្យខ្ញុំសុំតបបងជប់ខាងខ្ញុំទៅខ្ញុំក៏ចង់ប្រគល់អ្នកប្រុសចូលទៅឲ្យបងវិញដែរតែធ្វើយ៉ាងម៉េចគាត់មិនព្រមទូស្រីរបស់យើងក៏បានបដិសេធថាខ្ញុំមិនទៅខ្វល់ជាមួយនឹងអាប្រុសថោកទាបបែបនោះឡើយឯងដូចគ្នាដែរក៏មិនបាច់សន្តានខ្ញុំមកយើងដែរប៉ុន្តែគាត់ទៅទូស្រីយើងដែលមិនទាន់ចប់ភ្លាមស្រាប់តែឈូឈិនជាតិនាងចាប់ផ្ដើមក្អួតឈាមហើយសម្លាប់បាត់ទៅទូស្រីរបស់យើងគាត់តែឃើញបែបហ្នឹងនាងក៏ដឹងហើយថានេះគឺជាអាការៈនៃការត្រូវថ្នាំពុលតែមនុស្សដូចជាឈូឈិនជាតិដើម្បីទៅធ្វើបាបទូស្រីរបស់យើងសុខចិត្តធ្វើបាបខ្លួនឯងនាងនោះអ្នកបម្រើរបស់ឈូឈិនជាតិបានរត់ទៅហៅលោកម្ចាស់និងម្ដាយចុងរបស់នាងមកប៉ុន្តែចូលមកឃើញឈូឈិនជាតិនាងអញ្ចឹងភ្លាមតាចាស់ហ្នឹងស្រាប់តែហក់ទៅវាយទូស្រីយើងហ្មងហើយខឹងនាងខ្លាំងមែនតើនាងនោះមិនខ្វល់ថាទូស្រីរបស់យើងបានបញ្ចោឬក៏បកស្រាយយ៉ាងណាទេក៏គាត់មិនបានជឿឡើយតែប៉ុណ្ណោះគាត់ក៏បានបញ្ជាឲ្យមនុស្សយកទូស្រីរបស់យើងទៅវាយឲ្យស្លាប់តែម្ដងនោះទូស្រីរបស់យើងក៏បាននិយាយថាលោកពុកពិតជាសាហាវខុបខើខ្លាំងណាស់នាងលោកពុកគឺជារដ្ឋមន្ត្រីមួយទាំងមូលបែរជាដាច់ចិត្តលើកដៃសម្រាប់កូនបង្កើតខ្លួនឯងទៅវិញភ្លាមដែរតែចាស់ហ្នឹងក៏បានបញ្ជាមនុស្សឲ្យយកទូស្រីរបស់យើងហ្នឹងទៅវាយឲ្យស្លាប់ទៅគ្មានកូនដូចជាវានោះទេមកដល់ថ្ងៃនេះពិតជាកំសត់ខ្លាំងណាស់អ្នកនរគ្នាទូស្រីរបស់យើងនាងទៅចិត្តនឹងជីវិតថាហើយបានជាជីវិតរបស់ខ្លួនឯងមកជួបរឿងបែបនេះទៅវិញពេលដែលទូស្រីយើងវានឹងអស់សង្ឃឹមនឹងជីវិតទៅហើយលោកជ័យរបស់នាងក៏បានលេចខ្លួនឡើងមកជួយចៅស្រីគាត់នៅក្នុងគ្រួសារនេះក្រៅពីម្ដាយរបស់នាងដែលបានស្លាប់ទៅនោះគឺមានតែលោកជ័យម្នាក់នេះទេដែលនៅជាក្នុងបង្អែកឲ្យនាងនោះក៏មិនត្រឹមតែរកយុត្តិធម៌ឲ្យទូស្រីរបស់យើងទេថែមទាំងស្ដីឲ្យឪពុកនិងម្ដាយចុងរបស់ទូស្រីរបស់យើងថែមទៀតផងដោយបានជាឯងហ៊ានលើកដៃវាយកូនបង្កើតខ្លួនឯងដល់ថ្នាក់នេះមានត្រឹមតែជាក្មេងស្រីម្នាក់ទេតែនាងអាចទៅដាក់ថ្នាំអំពុលបានយ៉ាងម៉េចនោះម្ដាយចុងនឹងក៏បាននិយាយថាអ្នកម៉ែជីងហងនាងបានដាក់ថ្នាំអំពុលទៅកាន់ជីអើជនរងគ្រោះគឺជីអើទៅវិញទេនោះទូស្រីរបស់យើងក៏បាននិយាយថាលោកយាយចាំមិនបានធ្វើទេបើលោកយាយមិនជឿអាចហៅគ្រូពេទ្យមកពិនិត្យបានបានក្រោយមកលោកគ្រូពេទ្យក៏បានមកដល់លោកយាយរបស់យើងក៏បានបញ្ជាឲ្យគ្រូពេទ្យនោះធ្វើការពិសោធន៍ទៅលើចាននាងទី4បានដាក់ចំណីអាហារទៅឲ្យឈិនហងនោះគ្រូពេទ្យក៏បាននិយាយទៀតថាមានតែចានដែលអ្នកនាងទី4ប្រើប្រាស់នោះទេតែមានថ្នាំពុលមកទូស្រីរបស់យើងក៏បានសួរទៅកាន់គ្រូពេទ្យនោះថាគ្រូពេទ្យបើសិនបើយើងប្រើប្រាស់ថ្នាំអាសាតមុនរួចហើយប្រើប្រាស់ថ្នាំពុលនេះតើវាអាចធ្វើឲ្យស្លាប់ដែរឬទេគ្រូពេទ្យនោះក៏បានឆ្លើយថាវាមិនអាចធ្វើឲ្យស្លាប់នោះទេពេលដែលលោកគ្រូពេទ្យចាក់ចេញទៅបាត់លោកយាយរបស់យើងចាប់ផ្ដើមចាត់ការម៉ែកូនពីរនាក់នេះម្ដងហើយមើលកូនស្រីយើងល្អរបស់ឯងទៅហ៊ានតម្រាក់កំហុសដើម្បីធ្វើបាបបងស្រីបង្កើតរបស់ខ្លួនឯងភ្លាមនោះដែរជួជីនយាក៏បានរកលេសមកថាលោកយាយចៅគឺត្រូវបានគេតម្រាក់កំហុសមកលើចៅនោះទេវាគឺជាខ្ញុំបម្រើម្នាក់នេះវាជាអ្នកដាក់ថ្នាំពុលអ្វីគឺជាស្នាដៃរបស់វាទាំងអស់វាគឺជាអ្នកធ្វើទេលោកយាយភ្លាមនោះដែរជួជីនយានាងចាប់ផ្ដើមចាស់តាប់វាយស្រីបម្រើរបស់ខ្លួនឯងដែលមិនប្រឡែងដៃតើលោកយាយរបស់យើងស្រែកឈប់ទៅនាងឈប់ហើយនោះដែរតែចាស់នោះក៏បានលោកមន់ហើយនិយាយថាហើយចោលរឿងនេះឈប់ធ្វើនឹងទៅយាយឯងឆាប់ទៅពិចារណាកំហុសនៅក្នុងបន្ទប់ប្រហែលថ្ងៃទៅវានេះពិតជាធ្វើឲ្យទូស្រីរបស់យើងនាងហួសចិត្តខ្លាំងមែនតើសូម្បីតែលោកយាយរបស់យើងហ្នឹងក៏គាត់ហួសចិត្តដែរលោកយាយរបស់យើងគឺគាត់ខឹងខ្លាំងមែនតើរហូតដល់ថ្នាក់លែងចង់នៅគ្រួសារឈូនេះថែមទៀតផងក៏បានបញ្ជាឲ្យមេដោះទៅរៀបចំប្រទេសផ្ទះមួយដើម្បីឲ្យគាត់និងទូស្រីរបស់យើងវិលត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញគាត់បាននិយាយទៀតថាគាត់លែងចង់រស់នៅជាមួយនឹងពួកអស់នេះទៀតហើយសូម្បីតែកុំបង្កើតរបស់ខ្លួនឯងក៏ដោយ